ផ្លូវទៅឋានអមតៈមានគ្រោះថ្នាក់ខ្លាំងណាស់ប្រយុទ្ធនៅលើមេឃប្រយុទ្ធនៅលើដីប្រយុទ្ធជាមួយពួកបិសាចសូមអបអរអ្នកទាំងអស់គ្នាដែលបានឆ្លងផុតមកកាន់ឋានអមតៈបន្ទាប់គឺការប្រយុទ្ធនៅលើវេទិកាឡើងឋានសិល្បអ្នកណាអាចដណ្ដើមបានបាល់ទើបព្រមទាំងអាចឈរនៅលើវេទិកាឡើងឋានសិល្បរហូតដល់ចុងក្រោយនឹងត្រូវបានចាត់ទុកថាជាអ្នកឈ្នះនឹងទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃពីរទី1ថ្នាំបង្កើនថាមពលនេះគឺថ្នាំដែលផលិតដោយអាទិទេពកំពូលមាសវាអាចជួយអ្នកនៅកម្រិតទី10ឡើងដល់កម្រិតដំបូងអមតៈទី2អាវុធបុរាណលំដាប់កំពូលមួយអស្ចារ្យមែនគេយកអាវុធថ្នាក់កំពូលធ្វើជាថាឡើយតែសិស្សថ្មីសំបីតែសិស្សសំខាន់ដូចជាស៊ូយ៉ានីលីប្រហែលជាមានតែមួយប៉ុណ្ណោះរងចាំបាល់ទិបធ្លាក់ចុះការប្រយុទ្ធនឹងចាប់ផ្ដើមជាផ្លូវការខ្ញុំចង់មានការប្រកួតល្អមួយជាមួយឯងខ្ញុំនឹងកំដរដល់ទីបញ្ចប់គំរត់មានគេចង់សម្លាប់មនុស្សហើយខ្ញុំគិតថាឯងមានអ្វីពិសេសស្មានតែខ្លាំងតែគ្មានបានការឯងអាមនុស្សថោកទាបឯងកំពុងរៀបផែនការអាក្រក់អីទៀតហើយវិធីប្រយុទ្ធគឺមិនត្រឹមតែប្រើកម្លាំងបាយនោះទេខ្ញុំខ្វល់តែពីរឿងឈ្នះចាញ់ប៉ុណ្ណោះមិនថាប្រើវិធីអីទេមនុស្សកុំសាកជំហានពុះស្រមោលមីយាអូយីធ្វើបានល្អម្នាក់នេះស្ថិតនៅកម្រិតទី5នៃការចម្រាញ់រាងកាយមិននឹកស្មានថាត្រូវចាញ់យ៉ាងងាយបែបនេះសោះវូជីយ៉ាងហោចណាស់ក៏មានសមត្ថភាពស្មើនឹងអ្នកហ្វឹកហាត់កាយថ្នាក់ទី5ដែរដរាបណានាងជួយខ្ញុំឲ្យឈ្នះវូជីទទួលបានឈ្មោះចូលរៀនខ្ញុំនឹងឲ្យរង្វាន់ទាំងពីរទៅនាងពិតមែនឬខ្ញុំចៅដានលុននិយាយចេញមកហើយមិនអាចលេបវិញទេខ្ញុំមិនជឿឯងទេនាងអ្នករាល់គ្នាដរាបណាអ្នកជួយខ្ញុំឲ្យឈ្នះវូជីហើយបានលេខ1ខ្ញុំសុខចិត្តឲ្យថ្មវិញ្ញាណ 1000ជារង្វាន់តើឯងនឹងរក្សាពាក្យរបស់ឯងទេយកវាទៅបន្ទាប់មកធ្វើការងារឲ្យបានល្អគួរឲ្យស្អប់ខ្ពើមទ្រព្យសម្បត្តិក៏ជាផ្នែកមួយនៃកម្លាំងផងដែរអ្នកវឹកហាត់កាយកម្រិត 4-5 នាក់ពុកម្នាក់នៅកម្រិតទី5បើទោះបីជាអូយីគឺមានកម្រិតទី4ក៏ដោយមានកម្រិតទី5មួយក៏ដោយគេប្រហែលជានៅតែចាញ់ចៅដានឡុងនេះពិតជាមានល្បិចជាច្រើនខ្ញុំគិតថាគេមានសង្ឃឹមឈ្នះខ្ពស់ណាស់ប៉ុន្តែខ្ញុំគិតថាអូយីក៏មានសង្ឃឹមខ្ពស់ដែរអូយីឯងចុះចេញដោយខ្លួនឯងឬយើងជួយយកឯងចុះគ្នាច្រើនទល់ម្នាក់ពួកឯងចូលទាំងអស់គ្នាមកនៅក្លាហានទៀតបើអញ្ចឹងកុំបន្ទោសថាយើងគ្មានមេត្តាដាវទាំង13របស់ត្រកូលចៅដាវទី1ទម្លុះពោពុកប្រយ័ត្នធម្មពលដាវជ្រាបចូលក្នុងខ្លួនពិបាកទ្រាំណាស់មែនទេចុះទៅក្រោមទីលានមរួដង្ហើមទៅបើមិនដូច្នោះទេសរីរាង្គខាងក្នុងរបស់ឯងនឹងត្រូវបែកបាក់ឯងនៅតែក្លាហានអញ្ចឹងខ្ញុំនឹងបញ្ជូនឯងចុះទៅដាវទី2ដាវរត់តាមខ្យល់ថោកទាបឈីងម៉ឹងតើនាងពិតជាចង់ប្រឆាំងនឹងយើងខ្ញុំទ្រាំមើលពួកឯងធ្វើបាបគេមិនបានទេល្អបើអញ្ចឹងចាំមើលថាតើឈីងម៉ឹងនាងមានសមត្ថភាពឬអត់ចាត់ការនាងមុននាងមិនចាំបាច់ជួយខ្ញុំទេលោកបានសង្គ្រោះខ្ញុំលើកមុនខ្ញុំឈីងម៉ឹងមិនចូលចិត្តជំពាក់គុណទេពោពុកខៀវកាត់មេឃដាវទី3ពោពុកធ្លាក់ចុះអូយីទីបំផុតវាស្លាប់ហើយធម្មពលដាវឈួតអីហ្នឹងសំឡេងរំខានដល់ថ្នាក់ខ្ញុំឈឺត្រចៀកអរគុណទីបំផុតស្ងប់ស្ងាត់ហើយបង្ខំធម្មពលដាវចេញពីរាងកាយឯងមិនអាចរស់បានទេដាវទាំងនេះចង់សម្លាប់ខ្ញុំផងគឺនៅស្ទើរណាស់ការហ្វឹកហាត់កាយថ្នាក់ទី5គាត់អាចប្រើដង្ហើមដាវដើម្បីពង្រឹងសរីរាង្គខាងក្នុងទាំងអស់គាត់បានឈានដល់កម្រិតទី5ហើយគេថែមទាំងអាចស៊ូទ្រាំនឹងការឈឺចាប់នៃដាវ 1000 ដាំចោះបេះដូងអូយីនេះមិនធម្មតាទេចូលទៅបញ្ឈប់គេឲ្យខ្ញុំពួកមនុស្សអត់ប្រយោជន៍យើងបានឲ្យលុយពួកឯងច្រើនណាស់មិននឹកស្មានថាត្រូវចាញ់យ៉ាងងាយបែបនេះសោះសម្រេចដាវនាគទាំង4មានលុយគិតថាអស្ចារ្យណាស់មែនទេភាពវឹកវរដូចជាពងមាន់
ការប្រមូលផ្ដុំទាំង5គឺទេបើកមេឃាអបអសាតូអូយីសម្រាប់ចំណាត់ថ្នាក់លេខ1អស្ចារ្យណាស់គាត់មានរកពីដូចអ្នកប្រុសខ្ញុំបន្តិចដែរផ្ដល់រង្វាន់ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះទីបំផុតបានចូលទ្វារអមតៈហើយពុកម៉ែសូមទៅឲ្យបានសុខខ្ញុំនឹងឲ្យពួកគេសងបំណុលឈាមរបស់ពួកគេក្នុងពេលសំខាន់បែបនេះតែងបានទៅណាខ្ញុំគ្រាន់តែដោះស្រាយរឿងតូចតាចមួយប៉ុណ្ណោះបានរៀបចំអំណោយដ៏ធំមួយសម្រាប់គាត់ឯងប្រកាសជាមានពេលទំនេរច្រើនអូយីទទួលបានចំណាត់ថ្នាក់លេខ1ក្នុងការប្រកួតឯងគួរយកចិត្តទុកដាក់នេះគឺជាឱកាសដ៏អស្ចារ្យអបអសាតូសូមអបអសាតូឯងបានធ្វើបានល្អតើឯងចង់បានអាវុធសាមញ្ញលំដាប់កម្ពស់ប្រភេទអ្វីសិស្សនៅតែប្រើដំបងត្រូវដៃជាងចាប់ពីថ្ងៃនេះទៅឯងជាសិស្សពេញសិទ្ធិរបស់បាដាវធំធានមកជាមួយខ្ញុំព្រឹទ្ធាចារ្យខ្ញុំបាននាំបរិសុទ្ធចំណាស់ពីកំពូលភ្នំយ៉ានលីដើម្បីមើលការប្រកួតតើខ្ញុំអាចយកគាត់ទៅផ្ទះបានទេអនុញ្ញាតតើសុនដាវជីវណៃណាស៊ីធូជីនដូចជាបាននាំគាត់ត្រឡប់ទៅសួនច្បារសត្វអមតៈតាចាស់សុនដាវជីវឲ្យសុនដាវជីវទោះជាស្លាប់ក៏នៅតែចង់ផឹកលោកពិតជាសមនឹងឈ្មោះរបស់លោកតាចាស់ខ្ញុំត្រឡប់មកវិញហើយស៊ីធូជីនឯងពិតជាគួរឲ្យស្អប់ខ្ពើមណាស់អ្នកបំរើតូចនោះពិតជាខឹងយ៉ាងខ្លាំងឥឡូវនេះខឹងកាន់តែខ្លាំងកាន់តែប្រសើរខ្ញុំនៅខ្លាចថាអ្នកបំរើតូចនោះគ្មានភាពអង់អាចតើឯងចង់មានន័យអីខ្ញុំសង្ឃឹមថាគេនឹងមកអុកលុកដល់ភ្នំមីងឡង់របស់ខ្ញុំនឹងល្អបំផុតហើយសម្រាប់មនុស្ស2-3នាក់បន្ទាប់មកយើងអាចធ្វើសកម្មភាពដោយបើកចំហនិងយុត្តិធម៌ដើម្បីការពារច្បាប់របស់បាក់ស៊ីធូជីនខ្ញុំនឹងឲ្យឯងសងបំណុលឈាមដល់ឈាម